សង្គ្រាមអ៊ីរ៉ង់ឆ្នាំ2026ស្ថានភាពថ្ងៃនេះទី6មីនា2026នឹងការប្រើប្រាស់អាវុធឆ្លើយតបសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមតាំងពីថ្ងៃទី28ខែកុម្ភៈ2026ដោយការវាយប្រហាររួមគ្នាដ៏ធំរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើទីតាំងយោធានិងមេដឹកនាំអ៊ីរ៉ង់គោលបំណងគឺដើម្បីបំផ្លាញសមត្ថភាពយោធានិងការផ្លាស់ប្ដូររបបសង្គ្រាមនេះបានឈានចូលដល់ថ្ងៃទី7ហើយថ្ងៃនេះទី6មីនា2026ហើយនៅតែក្តៅកគុកនិងរាលដាលទៅកាន់តំបន់ជុំវិញស្ថានភាពសំខាន់ថ្ងៃនេះកងទ័ពអាមេរិកនិងអ៊ីស្រាអែលបន្តការវាយប្រហារលើទីក្រុងធំៗនៅក្នុងអ៊ីរ៉ង់ដូចជាទីក្រុងតេហេរ៉ាន់រួមទាំងតំបន់ជុំវិញសាកលវិទ្យាល័យតេហេរ៉ាន់និងតំបន់លំនៅឋានការវាយប្រហាររួមមានការប្រើប្រាស់យន្តហោះបំផ្លាញនិងគ្រាប់បែក Bunker Buster ដើម្បីបំផ្លាញឃ្លាំងមីស៊ីលក្រោមដីចំនួនអ្នកស្លាប់នៅអ៊ីរ៉ង់កើនឡើងយ៉ាងហោចណាស់1332នាក់ចាប់តាំងពីដើមសង្គ្រាមដោយសារការវាយប្រហារលើទីតាំងយោធានិងមួយចំនួនប៉ះពាល់ស៊ីវិលអ៊ីរ៉ង់បន្តឆ្លើយតបដោយមីស៊ីលប៉ាឡេស្ទីកនិងដ្រូនទៅលើអ៊ីស្រាអែលនិងមូលដ្ឋានអាមេរិកនៅតំបន់ឈូងសមុទ្រពាប៉ុន្តែចំនួនមីស៊ីលបានថយចុះយ៉ាងខ្លាំងជាង 90% បើប្រៀបធៀបទៅនឹងដើមសប្តាហ៍ដោយសារតែការវាយបំផ្លាញឃ្លាំងនិងឧបករណ៍បាញ់របស់អ៊ីរ៉ង់ប្រទេសនៅតំបន់ឈូងសមុទ្រពាដូចជា UAE បានស្ទាក់ចាប់មីស៊ីល9គ្រាប់និងដ្រូន109គ្រឿងនៅថ្ងៃនេះសរុបមក UAE បានស្ទាក់ចាប់មីស៊ីលជាង190គ្រាប់និងដ្រូនជាង1100គ្រឿងចាប់ពីដើមសង្គ្រាមបានរាលដាលទៅដល់ប្រទេសចំនួន11នៅតំបន់រួមទាំងការវាយប្រហារលើមូលដ្ឋានអាមេរិកនៅគុយវ៉េតបារ៉ែននិងសាធារណរដ្ឋអារ៉ាប់រួមនិងការវាយប្រហាររបស់ហេបូឡាទៅលើប្រទេសអ៊ីស្រាអែលពីលេបាណុងអ៊ីរ៉ង់បានបិទច្រកសមុទ្រហាម៉ូសដែលជាច្រកដឹកជញ្ជូនប្រេងសំខាន់និងមានការគំរាមកំហែងពីហ៊ូធីនៅយេម៉ែនការប្រើប្រាស់អាវុធដើម្បីឆ្លើយតបអ៊ីរ៉ង់បានបដូរយុទ្ធសាស្ត្រពីមីស៊ីលប៉ាឡេស្ទីកទៅដ្រូនជាចម្បងដោយសារមីស៊ីលរបស់ខ្លួនត្រូវបានបំផ្លាញច្រើនមីស៊ីលប៉ាឡេស្ទីកដើមឡើយអ៊ីរ៉ង់បាញ់ច្រើនប៉ុន្តែឥឡូវថយចុះខ្លាំងព្រោះឃ្លាំងនិងឧបករណ៍បាញ់ត្រូវបានបំផ្លាញដោយយន្តហោះ B2 របស់អាមេរិកនិងអ៊ីស្រាអែលមីស៊ីលទាំងនេះមានចម្ងាយឆ្ងាយប៉ុន្តែត្រូវចំណាយច្រើននៅក្នុងការផលិតនិងងាយត្រូវស្ទាក់ចាប់ដោយប្រព័ន្ធ Patriot ឬ Arrow ដ្រូនជាពិសេស Shahed 136នេះជាអាវុធដ៏សំខាន់បំផុតឥឡូវនេះដ្រូន Shahed មានតម្លៃថោកតិចជាងមីស៊ីលច្រើនដងអាចផលិតបានច្រើនហើយអាចហោះហើរបានឆ្ងាយជាង 2000 គីឡូម៉ែត្រវាបង្កភាពគួរឲ្យខ្លាចព្រោះត្រូវចំណាយថវិកាច្រើននៅក្នុងការស្ទាក់ចាប់អ៊ីរ៉ង់បានប្រើប្រាស់ដ្រូនច្រើននៅក្នុងការវាយប្រហារលើប្រទេសឈូងសមុទ្រពានិងមូលដ្ឋានអាមេរិកផ្នែកផ្សេងទៀតអ៊ីរ៉ង់បានវាយប្រហារនាវារបស់អាមេរិកដូចជា USS Abraham Lincoln ដោយដ្រូននិងមានការបាញ់ទៅលើនាវាអ៊ីរ៉ង់ដោយនាវាមួយទឹកអាមេរិកស្ថានភាពដែនអាកាសសំខាន់ថ្ងៃនេះកងទ័ពអាកាសអ៊ីស្រាអែល IFA នៅសហរដ្ឋអាមេរិកបានប្រកាសថាមានអភិបាលភាពអាកាសលើទីក្រុងតេហេរ៉ង់និងតំបន់ខាងលិចអ៊ីរ៉ង់តាំងពីដើមខែមីនាឥឡូវនេះពួកគេបានពង្រីកទៅដល់តំបន់កណ្ដាលនិងខាងកើតបន្ថែមទៀតអ៊ីរ៉ង់បានបាត់បង់ប្រហែល 80% នៃប្រព័ន្ធការពារអាកាស Air Defense System របស់ខ្លួនរួមទាំងរ៉ាដាធំប្រព័ន្ធ S300 និងប្រព័ន្ធផ្សេងទៀតការវាយប្រហារដោយយន្តហោះ Stealth ដូចជា F-35B2 និងគ្រាប់បែកច្បាស់លាស់បានបំផ្លាញរ៉ាដានៅជុំវិញទីក្រុងតេហេរ៉ង់ Kis, Island និង Isfahan និងតំបន់ផ្សេងទៀតមានការប្រកាសពីមន្ត្រីអាមេរិកដូចជាលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិថាពួកគេនឹងមានការគ្រប់គ្រងដែនអាកាសពេញលេញលើអ៊ីរ៉ង់ទាំងមូលនៅក្នុងរយៈពេលប្រមាណថ្ងៃឬសូម្បីតែប្រមាណម៉ោងខាងមុខនេះអនុញ្ញាតឲ្យយន្តហោះអាមេរិកនិងអ៊ីស្រាអែលហោះឡើងនឹងការវាយប្រហារដោយគ្មានគ្រោះថ្នាក់ខ្លាំងដែនអាកាសអ៊ីរ៉ង់តេហេរ៉ង់ FIR ត្រូវបានបិទទាំងស្រុងសម្រាប់ការហោះហើរស៊ីវិលដោយសារការវាយប្រហារជាបន្តបន្ទាប់មិនមានការហោះហើរពាណិជ្ជកម្មណាមួយអាចឆ្លងកាត់បានទេកងទ័ពអាកាសអ៊ីរ៉ង់ស្ថិតនៅក្នុងស្ថានភាពណាកងទ័ពអាកាសអ៊ីរ៉ង់មានយន្តហោះចាស់ដូចជា F14 Tomcat F4 Phantom MiG-29 Su-24 ដែលត្រូវបានវាយប្រហារលើទីតាំងពីថ្ងៃដំបូងមានរបាយការណ៍ថាយន្តហោះអ៊ីរ៉ង់មួយចំនួនត្រូវបានបាញ់ទម្លាក់
ដោយកាតានិងអ៊ីស្រាអែលឬមិនអាចហោះបានទៀតអ៊ីរ៉ង់ស្ទើរតែមិនមានសមត្ថភាពឆ្លើយតបខាងអាកាសទេពីព្រោះយន្តហោះរបស់ខ្លួនមិនអាចប្រកួតប្រជែងជាមួយនឹង F-35 ឬ F-22 បានឥឡូវនេះអ៊ីរ៉ង់ពឹងផ្អែកស្ទើរតែទាំងស្រុងលើដ្រូននិងមីស៊ីលដើម្បីវាយបកជាជាងការប្រយុទ្ធខាងអាកាសមានករណីតិចតួចណាស់ដែលយន្តហោះអ៊ីរ៉ង់បានចេញមកប្រយុទ្ធហើយភាគច្រើនត្រូវបានបំផ្លាញឬមិនអាចហោះបានដោយសារកង្វះគ្រឿងបន្លាស់និងការវាយប្រហារផលប៉ះពាល់សំខាន់ក៏ទៅអាមេរិកនិងអ៊ីស្រាអែលអាចហោះចូលដែនអាកាសអ៊ីរ៉ង់ដោយគ្មានគ្រោះថ្នាក់ខ្លាំងដើម្បីវាយប្រហារគោលដៅជ្រៅៗដូចជាឃ្លាំងមីស៊ីលក្រោមដីរោងចក្រផលិតអាវុធនិងមូលដ្ឋាន IRGC ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលនិងមូលដ្ឋានអាមេរិកបានថយចុះខ្លាំងមីស៊ីលថយ 90% ដ្រូនថយ 83% ដោយសារតែការបាត់បង់សមត្ថភាពការពារអាកាសនិងការបាញ់បំផ្លាញឧបករណ៍បាញ់ប្រទេសជុំវិញដូចជា UAE កាតាបានស្ទាក់ចាប់មីស៊ីលនិងដ្រូនអ៊ីរ៉ង់ច្រើនប៉ុន្តែការគំរាមកំហែងថយចុះដោយសារតែអ៊ីរ៉ង់មិនអាចបាញ់បានច្រើនដូចមុនដែនអាកាសអ៊ីរ៉ង់បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងជាក់ស្ដែងរបស់អាមេរិកនិងអ៊ីស្រាអែលដែលធ្វើឲ្យកងទ័ពអ៊ីរ៉ង់ពិបាកការពារខ្លួននិងធ្វើឲ្យសង្គ្រាមនេះកាន់តែមានភាពអសមត្ថភាពសម្រាប់អ៊ីរ៉ង់ស្ថានភាពនេះអាចផ្លាស់ប្ដូរបន្ថែមប៉ុន្តែបច្ចុប្បន្នអ៊ីរ៉ង់បានបាត់បង់អភិបាលភាពអាកាសស្ទើរតែទាំងស្រុង